កតាបកិច្ចរបស់កូនចំពោះពុកម្ដាយឪពុកម្ដាយគឺជាអ្នកមានគុណដ៏ធំបំផុតក្នុងជីវិតរបស់កូនលោកទាំងពីរបានផ្ដល់កំណើតចិញ្ចឹមបីបាច់ថែរក្សាអប់រំនិងលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តព្រមទាំងធនធានជាច្រើនដើម្បីឲ្យកូនមានជីវិតល្អនិងអនាគតភ្លឺស្វាងដូច្នេះកូនគ្រប់រូបមានកាតព្វកិច្ចតបស្នងសងគុណនិងបំពេញទំនួលខុសត្រូវចំពោះពុកម្ដាយដោយការគោរពស្រឡាញ់និងថែទាំលោកទាំងពីរគ្រប់កលៈទេសៈ 1. គោរពនិងស្ដាប់ដំបូន្មានរបស់ពុកម្ដាយការគោរពឪពុកម្ដាយគឺជាកាតព្វកិច្ចដំបូងរបស់កូនការគោរពមិនមែនសំដៅតែលើការលើកដៃសំពះឬនិយាយពាក្យសមរម្យប៉ុណ្ណោះទេប៉ុន្តែរួមបញ្ចូលទាំងការស្ដាប់ដំបូន្មានការមិនប្រើពាក្យសម្ដីអសុរោះនិងការមិនប្រព្រឹត្តអំពើដែលធ្វើឲ្យលោកទាំងពីរពិបាកចិត្តឧទាហរណ៍នៅពេលដែលឪពុកម្ដាយណែនាំឲ្យខិតខំរៀនកូនគួរស្ដាប់និងយកចិត្តទុកដាក់លើការសិក្សានៅពេលដែលមានការខ្វែងគំនិតកូនគួរនិយាយដោយភាពគួរសមមិនស្រែកដាក់ឬប្រើពាក្យមិនសមរម្យ 2. ដឹងគុណនិងតបស្នងសងគុណឪពុកម្ដាយបានលះបង់គ្រប់យ៉ាងដើម្បីកូនហេតុនេះកូនត្រូវចេះដឹងគុណនិងតបស្នងសងគុណទៅវិញទោះបីមិនអាចសងគុណបានទាំងស្រុងក៏ដោយឧទាហរណ៍ជួយការងារផ្ទះដោយមិនចាំបាច់រងចាំឲ្យឪពុកម្ដាយប្រាប់ម្យ៉ាងវិញទៀតនៅពេលធំឡើងនិងមានការងារធ្វើជួយផ្គត់ផ្គង់ជីវភាពរបស់ឪពុកម្ដាយតាមលទ្ធភាព 3. ខិតខំរៀនសូត្រនិងធ្វើជាមនុស្សល្អជោគជ័យរបស់កូនគឺជាក្តីសង្ឃឹមនិងមោទនភាពរបស់ឪពុកម្ដាយកូនគួរខិតខំរៀនសូត្រអភិវឌ្ឍខ្លួននិងប្រកាន់ជាប់នៅសីលធម៌ឧទាហរណ៍យកចិត្តទុកដាក់លើការសិក្សាមិនកិច្ចម៉ោងរៀនជៀសវាងគ្រឿងញៀនការផឹកស្រាហួសហេតុឬការប្រព្រឹត្តអំពើខុសច្បាប់ 4. ជួយការងារផ្ទះក្នុងគ្រួសារការជួយការងារផ្ទះជាការបង្ហាញពីការទទួលខុសត្រូវនិងការស្រឡាញ់ឪពុកម្ដាយកូនមិនគួរគិតថាការងារផ្ទះជាកាតព្វកិច្ចរបស់ឪពុកម្ដាយតែម្នាក់ឯងនោះទេឧទាហរណ៍លាងចានបោសសម្អាតផ្ទះបោកខោអាវឬជួយចម្អិនអាហារជួយមើលថែប្អូនតូចនៅពេលឪពុកម្ដាយរវល់ការងារ 5. ថែទាំឪពុកម្ដាយនៅពេលដែលលោកចាស់ជរាឬមានជំងឺនៅពេលដែលឪពុកម្ដាយចាស់ជរាឬមានជំងឺកូនមានភារកិច្ចថែទាំនិងផ្ដល់ភាពកក់ក្ដៅដល់លោកទាំងពីរការយកចិត្តទុកដាក់និងវត្តមានរបស់កូនមានតម្លៃមិនអាចវាស់បានឧទាហរណ៍ជូនឪពុកម្ដាយទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យទិញថ្នាំអាហារបំប៉ននិងចំណាយពេលនៅជាមួយលោកទាំងពីរ 6. រក្សាកិត្តិយសគ្រួសារកូនគួរប្រព្រឹត្តខ្លួនឲ្យបានល្អដើម្បីរក្សាកិត្តិយសគ្រួសារនិងកេរ្តិ៍ឈ្មោះរបស់គ្រួសារការប្រព្រឹត្តល្អនឹងធ្វើឲ្យឪពុកម្ដាយមានមោទនភាពឧទាហរណ៍មានសុជីវធម៌ស្មោះត្រង់និងជួយសង្គមមិនលួចមិនបោកប្រាស់និងមិនប្រព្រឹត្តអំពើដែលផ្ទុយនឹងច្បាប់ 7. ផ្ដល់ក្តីស្រឡាញ់និងចំណាយពេលជាមួយឪពុកម្ដាយសប្តាហ៍ថ្ងៃមនុស្សជាច្រើនរវល់នឹងការសិក្សាឬការងាររហូតមិនសូវមានពេលសម្រាប់គ្រួសារទោះជាយ៉ាងណាការសួរសុខទុក្ខការជួបជុំនិងការយកចិត្តទុកដាក់គឺជាអំណោយដ៏មានតម្លៃសម្រាប់ឪពុកម្ដាយឧទាហរណ៍ការខលទូរស័ព្ទសួរសុខទុក្ខឪពុកម្ដាយជាប្រចាំប្រសិនបើរស់នៅឆ្ងាយចំណាយពេលទទួលទានអាហារជុំគ្នានិងនិយាយគ្នាអំពីជីវិតប្រចាំថ្ងៃសេចក្តីសន្និដ្ឋានកាតព្វកិច្ចរបស់កូនចំពោះពុកម្ដាយគឺជាការគោរពស្រឡាញ់ដឹងគុណថែទាំនិងតបស្នងសងគុណចំពោះការលះបង់របស់លោកទាំងពីរទោះបីកូនមានការងាររវល់ឬរស់នៅទីណាក៏ដោយមិនគួរមើលរំលងឪពុកម្ដាយឡើយការបំពេញកាតព្វកិច្ចទាំងនេះមិនត្រឹមតែធ្វើឲ្យគ្រួសារមានសុភមង្គលប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាគំរូដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយនិងរួមចំណែកកសាងសង្គមដែលពោរពេញដោយសីលធម៌និងការដឹងគុណ។